ស្វាគមន៍ការត្រឡប់មកវិញនេះគឺជាវីដេអូបន្ទាប់ដែលខ្ញុំនឹងត្រូវធ្វើពីផ្ទៃខាងក្រោយរបស់កាតនោះអូខេឥឡូវខ្ញុំនឹងគូរ rectangle ឬក៏ខ្ញុំ copy ពីនេះទៅហើយចាំលុបអូខេក៏បានដែរគឺបានប៉ុណ្ណឹងខ្ញុំចង់លេង mode វាដូចជាមានគោលបំពង់នេះនៅនេះតិចទៅហើយពណ៌វិញខ្ញុំនឹងយកតាម background នេះនឹងនោះខ្ញុំយកពណ៌នេះដើម្បីកុំឲ្យវាយើង scroll ញ៉ៃនៅកន្លែង rectangle នេះយើងអាចចាក់សោវាទៅដើម្បីកុំឲ្យយើងច្រឡំដៃឬក៏យើងអត់ដឹងខ្លួនយើងទាញវាទៅនេះទៅនោះហ្នឹងហើយនៅកន្លែងនេះខ្ញុំបានដូរវាទៅជាផ្ទាំង frame មួយថ្មីខ្ញុំក៏បាន rename វាទៅជា bake ហើយនឹងមាន eliminator ខ្ញុំប្រើ frame វិញគឺដើម្បីឲ្យពេលដែលយើងអូសទៅហើយវានេះវាផុតទៅវានឹងបាត់ហ្មងណាចឹងទៅវានៅឃើញតែណាដែលយើងចង់លេង mode លេង style ទេចឹងហើយនេះជាមូលហេតុដែលខ្ញុំជ្រើសរើសយក frame វិញហើយអូខេយើងចង់លេង mode បែបណាយើងធ្វើបែបនោះខ្ញុំដាក់បន្តិចហើយនឹងមានបន្តិចទៀតមួយទៀតឲ្យវាជារឿងបែបនេះនៅពេលដែលធាតុវានៅក្នុង frame អាធាតុដែលវាចេញពី frame ហ្នឹងវានឹងបាក់មើលអត់ឃើញទេវានៅតែធាតុដែលនៅក្នុង frame ហើយមួយទៀតខ្ញុំចង់ដាក់វានៅគៀននេះមួយដែរកុំឲ្យវាលហេលហពេកនេះដូចវាចេញចឹងយើងអស់វាចូលក្នុង frame វិញមកវានឹងបាត់ដូចគ្នាហើយបន្ទាប់មកខ្ញុំដាក់ពណ៌មានឲ្យវាបន្តិចហើយមួយទៀតនៅក្នុង Figma ហ្នឹងវាក៏ support អក្សរខ្មែរដូចគ្នាខ្ញុំទៅសេអក្សរ T មកហើយខ្ញុំដូរ font ទៅជាអក្សរខ្មែរនោះយើងអាចទៅសេអក្សរខ្មែរបានហើយខ្ញុំនឹងទៅសេថាពេលបាន
គឺខ្ញុំដាក់ប៉ុណ្ណឹងខ្ញុំធ្វើការដាក់ font វា ហើយដែលខ្ញុំចង់បង្ហាញនៅវីដេអូមុននោះគឺការ per frame យើងអាចមាន function មួយសម្រាប់បង្ហាញនៅ layout grid ដូចជាមានជា grid ហើយនឹង column ហើយនឹងជា row ដើម្បីឲ្យយើង design ទៅវាមានលក្ខណៈស្មើដៃស្មើជើងគ្នាតែដោយសារតែក្នុងវីដេអូមួយខ្ញុំបានគូរ rectangle ចឹងទៅវាមិនមែនជា frame វាអត់មានបើសិនជាអ្នកទាំងអស់គ្នាអាចធ្វើតាមអ្នកទាំងអស់គ្នាគួរតែជ្រើសរើសជា frame មួយដូចជា paper ទៅហើយយើងកំណត់វិចហើយនឹង height របស់វាទៅតាមអីដែលយើងចង់បានទៅវាស្រួលនៅក្នុងការ design ជាជាងគូស rectangle ហើយយកមក design ផ្ទាល់ចឹងឡើយ column ខ្ញុំយក 8% នេះខ្ញុំយកប៉ុណ្ណឹងចាស់ 10% ខ្ញុំចង់បានកន្លងមួយនេះយើងអាចផនចេះក៏បានដែរហើយយើងកំណត់ពណ៌ឲ្យវាទៅយើងចង់ឲ្យប៉ុណ្ណាវាស្រួលទៅតាមយើងចង់បានខ្ញុំដាក់ពណ៌នេះដែរយើងដាក់វាឲ្យស្មើគ្នាទៅបានអូខេហើយខ្ញុំចង់បានដាក់វាឲ្យមានមួយចំណុចមួយទៀតសុំទោសផងអធិស្ឋានឥឡូវនេះខ្ញុំធ្វើការ copy នេះមួយទៀតខ្ញុំ copy វាហើយកែអក្សរនៅក្នុងនោះអូខេចឹងខ្ញុំដាក់ប៉ុណ្ណឹងឥឡូវនេះខ្ញុំធ្វើការលេង style តិចហើយនឹងដាក់លេខទូរស័ព្ទនៅខាងក្រោមនឹងម្ដងទៀតអូខេ
វាមកហុំនៅខាងក្រោមតែអូខេប៉ុណ្្នឹងចាហើយនៅខាងក្រោមនេះខ្ញុំនឹងធ្វើការដាក់អាស័យដ្ឋានឲ្យវាដូចគ្នាឥឡូវខ្ញុំអត់ចាំបាច់តែធ្វើម្ដងទៀតទេខ្ញុំអាច copy ពាក្យនេះមកតែដោយសារតើវាអត់នៅក្នុងក្រុមតែមួយអញ្ចឹងទៅវាអាចនឹងពិបាកយើងអាចនឹងឲ្យវាទៅជាក្រុមតែមួយទៅយើង select លើនេះហើយយើង shift ហើយយើង select នៅកន្លែងពណ៌ខាងក្រោមនេះបន្ទាប់មកយើង control G ឲ្យវាទៅក្រុមតែមួយខ្ញុំ rename វាទៅជា footer អូខេហើយខ្ញុំធ្វើការ copy វា select លើវាហើយ control C control V មកយើងអូសមកកន្លែងនេះមកគឺវាបានហើយមានតែប៉ុណ្ណឹងហើយចំពោះកន្លែងនេះយើងអាចគ្រប់វាទៅដើម្បីវាស្រួលមើលទៅហើយវាស្អាតតែខ្ញុំធ្វើខាងនេះមុនចាស់ឡើយខ្ញុំ select លើវាហើយខ្ញុំ shift មកកន្លែងនេះគ្រប់មួយទៀតអានេះគឺខ្ញុំគ្រប់មួយមកចំណុចខ្ញុំគ្រប់មួយប៉ុណ្ណឹងវាស្រួលក្នុងការយើងស្រី spacing របស់វាដែរអានេះខ្ញុំគ្រប់មួយទៀតដែរខ្ញុំ rename វាចាស្មូថា info នេះក៏ខ្ញុំថឹកគ្រប់វាដែរដើម្បីឲ្យយើងអាចស្រីវាទៅស្អាតហើយនៅជាពិសេសនៅកន្លែង layer របស់យើងវាមានរបៀបរៀបរយខ្ញុំ rename វាទៅជា name and position អូខេចំណែកកន្លែងនេះខ្ញុំក៏គួរតែដាក់គ្រប់វាមួយដែរគួរដាក់ឈ្មោះវាថា profileអូខេអញ្ចឹងវាមើលទៅវារៀងស្អាតជាងមុនហើយនឹងមានរបៀបរៀបរយជាងមុនបើសិនជាយើងបិទទៅគឺវាស្អាតជាងមុនមែនឃើញអត់ហើយនៅពេលដែលយើងចង់មើលវាយើងចុចដូចពេលយើងចុចនៅកន្លែងនេះមករងចាំវាបន្តិចចឹងវានឹងបង្ហាញអីដែលយើងបានធ្វើក៏វាចេញតែមួយដោយសារតើវាជា frame ចឹងកន្លែងហ្នឹងគឺយើងដឹកមកចំណុចទៀតហើយនៅពេលដែលវាបង្ហាញគឺវាបង្ហាញតែ frame មួយមុខគត់នៅពេលដាក់អីដែលមិនមែនជា frame នៅពេលដែលយើងចុចដើម្បី show វា present វាហ្នឹងគឺវាអត់ចេញទេអញ្ចឹងកន្លែងនេះផ្ទាំងរបស់វា
ខ្ញុំនឹងធ្វើការបដូរវាទៅជា frame ដើម្បីឲ្យវាចេញមកឲ្យយើងឃើញដូចគ្នានៅកន្លែងនេះបន្ទាប់ពីខ្ញុំបានដាក់វាទៅជា frame ហើយគឺវានឹងលោតចេញមកហើយមើលកន្លែងនេះគឺវាចេញមកជាពីរផ្ទាំងជា frame អូខេវាមានពីរផ្ទាំងបែបហ្នឹងចឹងវីដេអូហ្នឹងគឺបញ្ចប់ទៅត្រឹមហ្នឹងឯងសូមអរគុណជួបគ្នានៅវីដេអូបន្ត